Assalamu alaikum wa rahmatullahi wa barakatuh បងប្អូនរូបជំនឿទាំងអស់ទីស្រឡាញ់មានម្នាក់ក្នុងចំណោមអ្នកដែលមានគុណធម៌បានមានប្រសាសន៍ក្នុងអត្ថន័យថាប្រសិនបើអល់ឡោះ Subhanahu wa ta'ala បានសង្គ្រោះរូបអ្នកពីអ្វីមួយដែលអ្នកមិនពេញចិត្តដូច្នេះចូលកំពូលថាដោយសារតែការសម្បះយ៉ាងហ្វរចររបស់ខ្ញុំឬក៏ដោយសារតែសតកោះការបរិច្ចាគទានរបស់ខ្ញុំឬក៏ដោយសារតែការប្រកាន់ខ្ជាប់នៅសិគៀតនៅការរំលឹកចំពោះអល់ឡោះ Subhanahu wa ta'ala របស់ខ្ញុំឬក៏ដោយសារតែបំណងល្អរបស់ខ្ញុំប៉ុន្តែចូលពោលថាអល់ឡោះ Subhanahu wa ta'ala បានសង្គ្រោះរូបខ្ញុំដោយការអាណិតស្រឡាញ់របស់ទ្រង់ពីព្រោះអល់ឡោះ Subhanahu wa ta'ala បានមានបន្ទូលនៅក្នុងសូរ៉ាហូដអាយ៉ាតទី66ថា فلما جاء أمرنا نجينا صالحا والذين آمنوا معه برحمة منا មានន័យថាដូច្នេះនៅពេលដែលបទបញ្ជារបស់យើងមកដល់នៅពេលដែលទរណកម្មរបស់យើងមកដល់យើងបានសង្គ្រោះអ្នកដែលល្អនិងបណ្ដាអ្នកដែលមានជំនឿជាមួយនឹងគាត់គឺដោយសារការអាណិតស្រឡាញ់របស់យើងដោយសារការអាណិតអាសូររបស់យើងហើយដូច្នេះហើយរាល់ពេលដែលយើងរួចផុតពីអ្វីដែលយើងមិនចូលចិត្តពីអ្វីដែលយើងមិនស្រឡាញ់គឺសុទ្ធតែដោយសារការអាណិតស្រឡាញ់របស់អល់ឡោះ Subhanahu wa ta'ala ដោយសារការអាណិតអាសូររបស់អល់ឡោះ Subhanahu wa ta'ala បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ត្រូវការផលិតផលដែលផលិតដោយគុនខ្មែរអ៊ីស្លាមបងប្អូនអាចទាក់ទងជាមួយនឹងលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះគឺមានប្រេងរឹតល្ងខ្មៅផ្នែកខ្មៅប្រេងរឹតអម្លេះព្រៅបងប្អូនដាក់យកទៅលក់ដោយប្រសិទ្ធភាពគុណភាពហើយតម្លៃក៏សមរម្យចឹងបងប្អូនដែលត្រូវការបោះដុំលក់រាយបន្តអីអាចទាក់ទងតាមលេខនោះបានបោះដុំចាប់ពី1គីឡូឡើងទៅមានសេវាហ្វ្រីសេវានៅទូទាំងប្រទេសដើម្បីឲ្យបងប្អូនទូទាំងប្រទេសបានលក់បន្តនិងប្រើប្រាស់គ្រប់គ្នាជាមួយនឹងផលិតផលខ្មែរ